ngàyនេះខ្ញុំគិតថាការមកជួបបងប្អូនគឺជារឿងសំខាន់ហើយខ្ញុំពីខាង VP Start មកគឺយើងជា innovative company មួយដែលយើង build system ដោយខ្លួនឯងពី scratch មកយើងមានទាំង eco sustainability system សម្រាប់ប្រព័ន្ធ power grid សម្រាប់ smart city សម្រាប់ IoT devices ជាមួយនឹង universal connectivity network ដែលយើងមានលើកឡើងពី revolution និង connectivity និង revolution គឺជាពាក្យធំណាស់អញ្ចឹងហើយការផ្សារភ្ជាប់បច្ចេកទេសទាំងអស់ខ្ញុំគិតថា trend setting technology ថ្មីក៏ដូចជា research យើងគ្រប់ skill ទាំងអស់ច្របាច់បញ្ចូលគ្នារាប់ពាន់មកបានអាចធ្វើឲ្យពិភពលោកមានស្ថិរភាពបានសម័យកាលណាក៏អត់ទាន់មកដល់ស្ថិរភាពដែរខ្ញុំគិតថារឿងអនាគតជារឿងមួយដែលយើងទាំងអស់គ្នាព្រួយបារម្ភប៉ុន្តែបើយើងគិតឲ្យដល់ទៅគឺយើងត្រូវខ្វល់ថ្ងៃហ្នឹងខ្ញុំជឿថាបងប្អូនបន្ទាប់ពី graduate ទៅគឺចាប់ដើមព្រៀងខ្លួនឯងខ្លះហើយមិនមែនអត់មាន idea សោះហើយសំបីតែលោកគ្រូអ្នកគ្រូក៏គាត់មាន plan របស់គាត់ច្បាស់ដែរប៉ុន្តែជាបទពិសោធន៍ដែលយើងឆ្លងកាត់មកគឺយើងចង់ចែករំលែកក៏ដូចជា connect ជាមួយបងប្អូនថាបន្ទាប់ពី graduate ទៅតើបងប្អូនចង់ក្លាយជា innovator ជា programmer developer ឬក៏ researcher នៅសាកលវិទ្យាល័យឬក៏បន្តចូលឬក៏ run business in tech ដោយខ្លួនឯងតើបទពិសោធន៍មួយណាដែលបងប្អូនគិតថាអាចយកទៅប្រើប្រាស់បន្ទាប់ពីបញ្ចប់ការសិក្សាដោយលោកគ្រូលើកឡើងអញ្ចឹង VP Start បង្កើតឡើងមកដោយវិស្វករអគ្គិសនីសិតតែរៀននៅក្នុងស្រុកដូចគ្នាហើយ innovative solution របស់យើងរយៈពេល12ឆ្នាំនេះអត់មាន competitor ទេគឺយើងបង្កើតឡើងដោយវិស្វករនៅក្នុងស្រុកទាំងអស់គ្រប់ជំនាញទាំងពី electrical engineer mechanical engineer electronic ហើយយើងត្រូវការ data science data engineer data analytics និង telecommunication ហើយ software development និង trend setting technology ច្រើនទៀតដូច្នេះហើយខ្ញុំគិតថាផ្នែកបងអូនក៏ជាផ្នែកចូលរួមសំខាន់នៅក្នុង innovation អញ្ចឹងយើងឆ្ងល់ថាម៉េចបាននិយាយពីបច្ចេកទេសទៅចូលដល់ innovation អញ្ចឹង tech company ទាំងអស់បើកើតឡើងដោយបច្ចេកទេសគេអត់ហៅថាជា tech company ទេយើងត្រូវបង្កើត idea មុនអញ្ចឹងហើយបងប្អូនរាល់ថ្ងៃហ្នឹងនៅស្អាតនៅទទេស្អាតការសិក្សារបស់យើងគឺយើងរៀន logic ច្រើនយើង research យើងស្រាវជ្រាវពីសាកលវិទ្យាល័យទៅច្រើនណាស់អញ្ចឹងផ្ដោតលើការងារសិក្សាស្រាវជ្រាវយើងឲ្យច្រើននៅពេលដែលយើងចាប់ផ្ដើមមាន idea កើតឡើងហើយការបញ្ចេញ idea នឹងចេញមកក្រៅគឺជារឿងសំខាន់ដូចដែលយើងនិយាយថា innovation through technology ហ្នឹងបើអត់មាន innovation technology ក៏កើតអត់កើតបើមានតែ innovation អត់មាន technology អត់មាន logical thinking ដែលយើងរៀនហ្នឹងគេហៅថាយើងល្វើល្វាយផ្ដេសផ្ដាស់គិតនេះមកចប់គិតនោះមកចប់អត់មាន plan អត់មានអីចឹងហេតុអីបានខ្ញុំលើកយក sustainability មកបង្ហាញបងប្អូនព្រោះបញ្ហាដែលកំពុងតែប្រឈមខ្លាំងនៅលើវិស័យថាមពលនេះគឺគ្រប់ប្រទេសទាំងអស់ដែលអាច transform ប្រព័ន្ធ power grid ហ្នឹងឲ្យទៅជា system មួយគេហៅថាប្រព័ន្ធ smart grid ទៅជាប្រព័ន្ធ digital smart grid system និង data driven for smart grid អញ្ចឹងបងប្អូនមើលឃើញស្រាប់ហើយវាធំណាស់ហើយ sustainability system ហ្នឹងមិនមែន system តែមួយទេអាចធ្វើបាននេះគឺយើងត្រូវច្បាច់បញ្ចូលគ្នាត្រូវការចូលរួមពីបងប្អូនគ្រប់ជំនាញគ្រប់ skill ទាំងអស់រាប់ពាន់ skill នៅក្នុងហ្នឹងអញ្ចឹងវិស្វករមួយមុខរៀនតែមួយជំនាញបើទោះបី professor ទោះបី PhD ក៏គាត់អាចទៅធ្វើកិច្ចការងារហ្នឹងតែងបានដែរអញ្ចឹងត្រូវការចូលរួមគ្រប់ skill គ្រប់ជំនាញទាំងអស់អញ្ចឹងហើយកុំឲ្យបងប្អូនយល់ថាការរៀនសូត្រខុសជំនាញខុស skill គ្មាន skill ណាគេទៅ build ឲ្យមនុស្សទៅខ្លាយទៅជា founder ខ្លាយជា innovator អត់មានទេអត់មានសាកលវិទ្យាល័យណាបរិញ្ញាមនុស្សឲ្យទៅជាអញ្ចឹងកើតទោះបីយើងទៅរៀនប្រមាណ skill ច្បាច់ទៅជា professor ហើយក៏យើងអត់ទាន់ហៅថាជា innovator ដែរអញ្ចឹងតើតែសាលដបងទាំងអស់គ្នាអញ្ចឹងណាពីព្រោះ idea របស់បងប្អូនអាចផ្លាស់ប្ដូររបៀបរស់នៅរបស់បងប្អូនអាចទៅមុខបានអាចវិវត្តខ្លួនបានល្អប្រសើរជាង skill ដែលយើងរៀនហ្នឹងទៅទៀតព្រោះ skill យើងរៀនរហូតទោះបីខ្ញុំមកដល់ពេលនេះក៏ខ្ញុំនៅតែសិក្សាក៏នៅតែរៀនសូត្រស្វែងយល់ research ដែរបើមិនអញ្ចឹងទេដោះស្រាយការងារបច្ចេកទេសអត់ចេញអញ្ចឹង sustainability system ហ្នឹងវា upgrade រហូតវាទៅរហូតដល់ AI capability មាន tool រហូតដល់ big data ទៀតអញ្ចឹង skill របស់បងប្អូនក៏ដើរនៅលើ data ដូចគ្នាដែរមកដល់ថ្ងៃនេះគឺ big data គឺជាការងាររួមរបស់យើងមិនថារៀននៅក្នុងផ្នែកអីទេប្រព័ន្ធអប់រំបើខ្វះព័ត៌មានក៏អត់អាចធ្វើ redesign ទៅលើ curriculum យើង revise ទៅលើការងារទាំងអស់ហ្នឹងបានល្អប្រសើរ PhD បើគាត់អត់មានព័ត៌មានគ្រប់គ្រាន់តើគាត់សិក្សាស្វែងយល់វិវត្ត
thesis របស់គាត់ទៅមុខយ៉ាងម៉េចកើតពួកយើងនៅក្នុង professional បើអត់មានព័ត៌មានទាំងអស់ហ្នឹងតែយើងអភិវឌ្ឍ upgrade ខ្លួនឯងរបៀបម៉េចអញ្ចឹង data ហ្នឹងសំខាន់ណាស់ដូចតែគេនិយាយថាសម័យបងអូននេះជាសម័យ big data បងប្អូនដែលជាប់ការសិក្សាទាំង bachelor degree master degree PhD ក៏ដោយដល់ពេលគាត់អត់បានស្វែងយល់ទាំងអស់ហ្នឹងទៅដល់ professional ត្រូវ train រាប់ឆ្នាំអញ្ចឹងបញ្ហាទាំងអស់គ្នាទេអញ្ចឹងកុំឲ្យបងប្អូនយល់ច្រឡំថាការរៀនហ្នឹងទៅឲ្យទៅចប់ពីសាកលវិទ្យាល័យទៅរកការងារធ្វើបានប៉ុណ្ណេះដូចលោកគ្រូលើកឡើងអញ្ចឹងចប់ពីសាលាហើយចូលទៅក្នុង professional ប្រហែលជាធូរជាងហ្នឹងអត់ធូរទេពិបាកជាងអ្វីដែលបងកំពុងរៀនហ្នឹងរាប់ពាន់ដងជា innovator អត់មានការងារណាដែលថាយើងស្រួលទេអត់មានអញ្ចឹងត្រូវជ្រើសរើសថាចង់បានជីវិតដែលល្អប្រសើរឬក៏ចង់បានការគិតដែលល្អប្រសើរបងត្រូវរើសយកមួយអត់អាចថាខ្ញុំចង់បានអាជីវិតល្អប្រសើររីករាយសុវ័យធ្វើកិច្ចការងារស្រួលអត់មានស្ថាប័នអត់មានក្រុមហ៊ុនណាគេ design សម្រាប់មនុស្សខ្ជិលទេអញ្ចឹងទាំងអស់ហ្នឹងគឺពិបាកដូចគ្នាអញ្ចឹងហើយសមត្ថភាពគិតរបស់ខ្មែរយើងគឺអត់ចាញ់គេទេទំនាក់ទំនងការប្រើប្រាស់បច្ចេកទេសមុខវិជ្ជាបច្ចេកទេសទាំងអស់ទាំងភាសាទំនាក់ទំនងជំនាន់បងប្អូនប្រើប្រាស់រឹតតែល្អជាងជំនាន់ពួកខ្ញុំទៀតគ្មានកន្លែងណាដែលថាយើងធ្វើមិនកើតទៅមិនរួចទេអញ្ចឹងហើយកុំប្រៀបធៀបច្រើនidea របស់ពួកយើងវា unique តាំងពីកំណើតមកស្រាប់ហើយដោយដែល VP Start ធ្វើកិច្ចការងារបានប៉ុណ្ណឹងខ្ញុំជឿជាក់ថាបងប្អូនអាចធ្វើបានល្អជាង VP Start រាប់រយរាប់ពាន់ដងទៀតអញ្ចឹងតកតងមួយ Universal Connectivity នេះ system របស់យើងគឺជាឆាតមួយដូច Telegram អញ្ចឹងប៉ុន្តែវាមានសមត្ថភាពបជាបិទបើកប្រព័ន្ធភ្លើងបានpower management system ក៏នៅក្នុងនឹងដែរហើយនឹង AI tool ទៀតគឺយើងអាចបញ្ចូលបានដូចជា Chat GPT អញ្ចឹងទំនាក់ទំនងទាំងអស់ហ្នឹងគឺមានសារៈសំខាន់ណាស់ជា system មួយដែលអាចគ្រប់គ្រងទាំងធម្មពលទាំង smart city ហើយនឹង AI tool ហើយបញ្ហាធំជាងគេពីនេះទៅថ្ងៃអនាគតដែលកំពុងប្រឈមខ្លាំងគឺរឿង data ហ្នឹងតែម្ដងដូច្នេះហើយការគ្រប់គ្រង data ការប្រើប្រាស់ data ដូចដែលយើងមាន3ដំណាក់កាលនៃការ collect យក data ពី data acquisition data simulation និង data application ចុងក្រោយអញ្ចឹង data application នេះគឺជាការប្រើប្រាស់ data មួយដែលមានប្រយោជន៍ហើយសំខាន់បំផុតសម្រាប់ generation របស់បងប្អូនតែម្ដងជាសារលើកទឹកចិត្តបងប្អូនចុងក្រោយថា made in Cambodia made for the world នេះគឺជាពាក្យមួយដែលយើងតែងតែជជែកជាមួយនឹង innovator យើងហើយសង្ឃឹមថាអនាគតឆាប់បងប្អូនក៏ក្លាយទៅជា innovator មួយដែលអាចធ្វើកិច្ចការងារនិងសម្រេចកិច្ចការងារបានច្រើនមុខដោយខ្លួនឯងដែរបាទអរគុណ